រៀបសួរបងប្អូនប្រិយមិត្តបាទខ្ញុំបាទចង់ចែករំលែករូបចម្លាក់នេះនៅប្រាសាទអង្គរវត្តនៅត្រង់ឋានសួគ៌ហើយនឹងឋានរកបាទនៅកន្លែងនេះបាទអញ្ចឹងហេតុអីបានយើងដឹងថាកន្លែងនេះជាឋានសួគ៌ឬក៏ឋានរកគឺយើងដឹងតាមសាលាចរិតនេះបងប្អូនណាសាលាចរិតបាទអញ្ចឹងកន្លែងនេះគឺថានេះគឺតេនេះតេករោមអានេះណាចរិតណាសម័យអង្គរនេះតេករោមផ្លូនរកនេះនរកនៅនរកដែលយើងបច្ចុប្បន្នតែប៉ុន្តែកន្លែងនេះគេដាក់នេះតេករោករោមណាផ្លូនរកចង់មានន័យថានេះខាងក្រោមនេះគឺផ្លូវទៅនរកបាទករោមនេះគឺក្រោមតេហ្នឹងគឺនេះតេករោមផ្លូវនរកអញ្ចឹងខាងក្រោមនេះផ្លូវនរកណាក្រោមនេះផ្លូវនរកចុះផ្លូវសួគ៌នេះបងប្អូនមើលចរិតកន្លែងនេះនេះដពីនេះដវាអសវនេះដវាតេលេផ្លូវស្វរកៈនឹងអសភាសាសំស្ក្រឹតស្វរកៈហ្នឹងคล้ายមកទៅជាសុគៈសុគាហ្នឹងគឺឋានសួគ៌ហ្នឹងហើយស្វរកៈនេះដវាតេលេហ្នឹងគឺខាងលើលេហ្នឹងយើងឥឡូវថាលើណាអញ្ចឹងខាងលើនេះគឺផ្លូវទៅឋានសួគ៌ខាងលើវានេះគឺវា2ខាងលើ2នេះ2នេះ1 2ហ្នឹងគឺផ្លូវទៅឋានសួគ៌ហ្នឹងហើយចាអានម្ដងទៀតនេះដវាតេលេផ្លូវស្វរកៈអញ្ចឹងផ្លូវ2ខាងលើនេះគឺផ្លូវទៅឋានសួគ៌បាទនេះ2នេះផ្លូវឡើងទៅឋានសួគ៌បាទអញ្ចឹងយើងមើលជីវិតនៅឋាននរកជីវិតនៅឋាននរកពូសត្វនរកណាសោយនៅទុកទោសបាបកម្មផ្សេងបាទតាមទង្វើដែលខ្លួនបានធ្វើ32ជាន់ហ្នឹងទៅតាមទង្វើអាក្រក់ហ្នឹងហើយខាងលើនេះសិតតែទេវបុត្រទេពធីតាដែលសោយនៅបុណ្យណាអញ្ចឹងកើតឡើងដោយឧបបាទិកៈកំណើតឲ្យកើតដោយបុណ្យឧបបាទិកៈកំណើតឲ្យកើតដោយបាបអញ្ចឹងណាបងប្អូនបាទនេះបាទអញ្ចឹងយើងដឹងឋានសួគ៌ឋានរូបប្រមាណជាន់អីហ្នឹងគឺនៅតាមសាលាចរិតដែលបានចាមកបាទមើលនេះស្អាតមែនទែនណាបងប្អូនបាទអញ្ចឹងការអធិប្បាយខ្លីៗអំពីឋានសួគ៌ហើយនឹងឋានរូបហើយនឹងការបកស្រាយនៅសាលាចរិតខ្លីបាទនៅប្រាសាទអង្គរវត្តព្រោះមិនមែនជាអ្នកជំនាញសាលាចរិតទេប៉ុន្តែព្យាយាមរៀនអាននៅអ្វីដែរដូនតាយើងបន្សល់ទុកឲ្យបាទបន្តិចហ្នឹងគឺមានន័យមែនទែនហើយកន្លែងនេះគឺបងប្អូនយើងស្ទាបបង្អែប៉ះទៅធ្វើឲ្យរលោងអញ្ចឹងបានគេដាក់ផ្លាកថាហាមប៉ះបាទអរគុណច្រើន